រឿងហេតុនេះកើតឡើងតាំងពីឆ្នាំ2017មកម្លេះនៅឯប្រទេសសៀមខេត្តខៅយ៉ៃដំណើរកម្សាន្តមួយនេះគឺធ្វើជាលក្ខណៈគ្រួសារមានមីងមានពូមានអ៊ំមានគ្រួសារមិត្តភ័ក្តិសរុបទាំងអស់ប្រហែលជា30នាក់មានក្មេងមានចាស់គឺច្រើនខ្លាំងមែនទែន30នាក់ច្រើនខ្លាំងចង់ដឹងថាតើសាច់រឿងរបស់គាត់បានជួបអ្វីខ្លះនៅក្នុងខេត្តខៅយ៉ៃប្រទេសសៀមហើយបើសិនជាបងប្អូនកំពុងតែស្ដាប់នេះកុំអាលចោតប្រកាន់ថានៅតែដើរលេងនៅប្រទេសសៀមទៀតអាពងឆ្លោះគ្នាឲ្យបងប្អូនសូមមេត្តាពិចារណាមែនតើណាបងប្អូនណាព្រោះសាច់រឿងនេះបានកើតឡើងតាំងពីឆ្នាំ2017មកម្លេះមិនមែននៅក្នុងឆ្នាំ2025ទេអញ្ចឹងនៅពេលនោះខ្ញុំជឿជាក់ថាអ្នកស្ដាប់មួយចំនួនបងប្អូនមួយចំនួនប្រិយមិត្តមួយចំនួនក៏ដើរលេងនៅឯប្រទេសសៀមដែរអញ្ចឹងតោះយើងចូលទៅក្នុងសាច់រឿងរបស់គាត់ទាំងអស់គ្នាដោយបានបញ្ជាក់ហើយកាលអំឡុងឆ្នាំ2017ក្រុមគ្រួសាររបស់គាត់បានរៀបចំដំណើរកម្សាន្តមួយមានទាំងចាស់មាននិងក្មេងដោយដែលបានរៀបរាប់ខាងដើមទៅឯខេត្តខៅយ៉ៃប្រទេសថៃដោយពួកគាត់បានកក់អូតែលមួយហើយគាត់បានផ្ញើរូបថតអូតែលនឹងមកខ្ញុំដែរហើយខ្ញុំអាចអះអាងថាគឺស្អាតខ្លាំងមែនទែនការរចនាម៉ូដការផ្ដល់អារម្មណ៍ទៅដល់អតិថិជនការផ្ដល់អារម្មណ៍ទៅដល់ភ្ញៀវដែលបានមកដល់ resort របស់គេនឹងគឺវាពិសេសមែនទែនព្រោះរចនាទាំងអស់គឺមានស្ពានមានស្រះទឹកហើយបែបផែននៃអាគារទាំងអស់គឺការរចនាឡើងមកបែបផែនប្រទេសអង់គ្លេសមានវាលស្មៅខៀវខ្ចីបូករួមជាមួយនឹងដើមឈើធំព័ទ្ធជុំវិញនឹងបរិវេណអូតែលហ្នឹងយេស៊ូស្រាប់ទៅដូចវាំងស្ដេចអង់គ្លេសចឹងគឺប្រហាក់ប្រហែលហ្នឹងហើយខ្ញុំឃើញរូបមួយហ្នឹងហើយខ្ញុំក៏សរសើរថាគេរៀបចំបានល្អមែនទែនការធ្វើដំណើររបស់គាត់គឺតាមរថយន្តចេញពីប្រទេសកម្ពុជាតាំងពីព្រលឹមមកម្លេះមិនដឹងថាតាំងពីម៉ោងប្រមាណឆ្លងចូលដែនដីរបស់ប្រទេសសៀមចូលដល់ខេត្តខៅយ៉ៃដល់ទីតាំងប្រហែលជាម៉ោង5ល្ងាចព្រះអាទិត្យពេលហ្នឹងគឺរៀបនឹងលិចហើយអញ្ចឹងនៅពេលដែលទៅដល់អូតែលភ្លាមគ្រប់គ្នាក៏បានដាក់អីវ៉ាន់ហើយឡើងទៅបន្ទប់នីមួយៗទៅតាមលេខសោដែល receptionist គេបានហុចឲ្យអ្នកណានៅជាន់ទីប្រមាណអ្នកណានៅជាន់ទីប្រមាណពួកគាត់តម្រង់អូវ៉ាលីដាក់នៅក្នុងតាមបន្ទប់របស់ខ្លួនឯងគូបញ្ជាក់ផងដែរថាខេត្តមួយនេះគឺជាលើកទី1ហើយដែលពួកគាត់បានទៅដល់បានទៅលេងសម្រាប់សមាជិកទាំងអស់មិនមានអ្នកណាម្នាក់នោះឡើយដែលធ្លាប់មានបទពិសោធន៍ធ្លាប់បានដើរស្គាល់ទីតាំងភូមិសាស្ត្រនៅខេត្តនេះទេដូច្នេះហើយនៅពេលដែលម្នាក់បានដាក់អីវ៉ាន់ហើយពួកគាត់ក៏ចុះមកខាងក្រោមនៅពេលដែលចុះមកខាងក្រោមស្រាប់តែអ្នកមើលក្មេងរបស់មិត្តភ័ក្តិរបស់ម៉ាក់របស់ម្ចាស់សាច់រឿងហ្នឹងណាក៏លាន់មាត់ថាអញ្ចេះអត់ដឹងថាមិនសោះបន្ទប់របស់គាត់នៅពេលដែលចូលទៅគឺមានអារម្មណ៍ក្តៅខ្លាំងមែនទែនមិនមែនដោយសារតែអត់ទាន់បើកម៉ាស៊ីនត្រជាក់ទេព្រោះដោយសារតែក្នុង resort មួយនេះនៅពេលដែលដឹងថាភ្ញៀវមកដល់ម៉ោងប្រហែលគឺគេបើកម៉ាស៊ីនត្រជាក់ហើយគាត់បានមើលតេឡេម៉ាស៊ីនត្រជាក់ឃើញលេខ16ហើយគាត់បានយកដៃទៅស្ទង់ជាមួយនឹងម៉ាស៊ីនត្រជាក់ក៏ខ្យល់ចេញមកត្រជាក់ខ្លាំងណាស់ដែរប៉ុន្តែហេតុអ្វីបានបន្ទប់ទាំងមូលគឺក្តៅហប់ក្តៅភាយខ្លាំងមែនទែនពេលនោះហើយដែលចៅវាយរបស់អ្នកមើលក្មេងម្នាក់ហ្នឹងបានប្រាប់គាត់ថាប្រហែលជាបន្ទប់នឹងបែរទៅថ្ងៃហីទើបបើវាមិនត្រជាក់សោះអញ្ចឹងទើបបើវាមានអាកាសធាតុបែបហ្នឹងទើបបន្ទប់នឹងវាហប់កុំគិតច្រើនអីហើយនេះជាហេតុការណ៍ទី1បើសិនជាបងប្អូនស្ដាប់ទៅវាស័ក្តិសមហេតុផលទៅតាមបែបវិទ្យាសាស្ត្រត្រូវឲ្យបងប្អូនបើបន្ទប់នឹងបែរទៅថ្ងៃច្បាស់ណាស់ទោះបើកម៉ាស៊ីនត្រជាក់ប៉ុណ្ណាក៏ដោយក៏វាមិនសូវត្រជាក់ដែរអញ្ចឹងយើងបន្តសាច់រឿងរបស់គាត់ទៀតថាតើមានរឿងអ្វីកើតឡើងក្រោយពេលជុំគ្នានៅខាងក្រោមហើយពួកគាត់ក៏ពិចារណាថាតើល្ងាចនេះញ៉ាំអីដូចបានបញ្ជាក់អញ្ចឹងដោយសារតែពួកគាត់ទើបតែមកខេត្តនេះលើកទី1ពួកគាត់មិនស្គាល់ពីទីតាំងភូមិសាស្ត្រនោះទេដូច្នេះហើយទើបបានគាត់សម្រេចចិត្តថាឥឡូវមិនបាច់គិតអីច្រើនទេដោយសារតែយើងនៅក្នុង resort នេះតែមួយយប់ទេហើយថ្ងៃស្អែកយើងនឹងធ្វើដំណើរទៅវិញអញ្ចឹងកុំឲ្យស្មុគស្មាញកុំឲ្យជីដើររកអីនាំទៅអស់កម្លាំងទេឥឡូវយើងយប់ដូចគ្នាហើយយើងញ៉ាំអីនៅអាហារដ្ឋានរបស់អូតែលតែម្ដងទៅសមាជិកទាំងអស់ក្រោយពីស្ដាប់ឮយោបល់មួយនេះហើយក៏ឯកភាពថាគំនិតល្អតាយ៉ាងហោចណាស់យើងញ៉ាំអីហើយយើងអាចមានពេលកំសាន្តជុំគ្នាដើរមើលបរិយាកាសដើរមើលបរិវេណ resort គេមើលគេធ្វើរបៀបម៉េចខ្លះពេលនោះពួកគាត់ក៏សម្រេចចិត្តដើរតម្រង់ទៅអាហារដ្ឋានជា restaurant នៅក្នុង resort មួយហ្នឹងពួកគាត់ញ៉ាំអីហើយប្រោកប្រាច់ហើយក្មេងៗក៏ឡើងទៅលើបន្ទប់ឯចាស់ពួកគាត់នៅកន្លែងសប្បាយនៅខាងក្រោមណាគាត់ញ៉ាំអីញ៉ាំស្រាញ៉ាំអីចឹងទៅដែលបង្កបរិយាកាសធម្មតាតែជុំគ្នាវាមានតែប៉ុណ្្នឹងឯណោះបងប្អូនអញ្ចឹងបើសិនជាយើងបកទៅម្ចាស់សាច់រឿងវិញគាត់ក៏ឡើងទៅបន្ទប់ដូចគ្នាដែរតែគាត់ទៅធ្វើអី
នៅក្នុងបន្ទប់របស់គាត់គឺមានវេរ៉ង់ដាមួយដែលគាត់គិតថាបរិយាកាសល្អណាស់អញ្ចឹងគាត់ក៏ដើរចេញទៅវេរ៉ង់ដា selfie ផងអង្គុយគយគុណក៏នឹកឃើញថាទេទៅលេងមិត្តភ័ក្តិរបស់គាត់នៅទីក្រុងភ្នំពេញសិនគាត់ទាញទូរស័ព្ទហើយចាប់ផ្ដើមនិយាយគ្នាជាមួយមិត្តភ័ក្តិនិយាយរហូតដល់ម៉ោង 9 កន្លះគាត់និយាយសើចគឺសប្បាយខ្លាំងអួនអំពីដំណើរកម្សាន្តរបស់គាត់ជាដើមឡាស្រាប់តែម្ដាយរបស់គាត់ដើរអឺតមកទីតាំងរបស់គាត់ហើយក៏សម្លក់គាត់សម្លក់របៀបថានិយាយតិចមើលគេញ៉ាប្អូនគេញ៉ាឬអ្នកនៅចិត្តនឹងគេញ៉ានិយាយសើចលឺដូចនៅក្នុងផ្ទះរបស់ខ្លួនឯងហើយការសម្លក់របស់គាត់នឹងគឺជារឿងធម្មតារបស់ម្ដាយគាត់ហើយអញ្ចឹងក្នុងករណីនេះហើយដែលម្ចាស់សាច់រឿងគ្រាន់តែឃើញកែវភ្នែករបស់ម្ដាយរបស់ខ្លួនឯងភ្លាមក៏ដឹងថាគាត់ចង់មកស្ដីឲ្យហើយចឹងគាត់ក៏ចាប់ផ្ដើមបន្ធូរសំឡេងគាត់បន្តនិយាយជាមួយនឹងមិត្តភ័ក្តិទៀតនៅពេលដែលនិយាយទូរស័ព្ទកាន់តែជក់ទៅសំឡេងក៏វាកាន់តែលឺទៅបូករួមជាមួយនឹងការសើចក្អាកក្អែកផងនោះម្ដាយរបស់គាត់ក៏ទ្រាំលែងបានដើរមកជាលើកទី2តែចម្លែកត្រង់ថានៅពេលដែលម្ដាយរបស់គាត់គាត់លឺស្នូជើងម្ដាយរបស់គាត់ដើរមកហើយម្ដាយរបស់គាត់បានដើរមកមើលគាត់មុននោះគឺឈរសម្លក់ប៉ុន្តែដងនេះគ្រាន់តែដើរមកដល់គ្រាន់តែឃើញគាត់ភ្លាមម្ដាយរបស់គាត់បែរខ្នងដើរឡើងលឿនចូលទៅក្នុងបន្ទប់របស់ខ្លួនឯងវិញពេលហ្នឹងម្ចាស់សាច់រឿងអត់ចាប់អារម្មណ៍ទេតែនៅក្នុងចិត្តគាត់ក៏ឆ្ងល់ដែរអត់ស្ដីឲ្យទេអត់ស្លោះអីហើយគ្រាន់តែដើរឃើញគាត់ភ្លាមមិនក៏ដើរបកក្រោយចឹងគាត់ក៏ចាប់ផ្ដើមនិយាយតិចម្ដងទៀតសម្រាប់សាច់រឿងដែលបកស្រាយតាំងពីដើមរហូតមកដល់ពេលនេះវាមានសភាពខ្លីហើយម្ចាស់សាច់រឿងមិនបានជួបអ្វីនោះឡើយរហូតដល់ពេលព្រឹកឡើងអង្គុយញ៉ាំអាហារជុំគ្នាពេលព្រឹកគ្នាប្រមាណជា30ជាងនាក់គាត់ចាប់អារម្មណ៍ខ្លាំងមែនទែនចាប់អារម្មណ៍ថាពូមីងនិងម៉ាក់អ៊ំរបស់គាត់មុខស្លេកទាំងអស់ហើយម្នាក់មិននិយាយរកគ្នាទាល់តែសោះហាក់ដូចជាគាត់មើលភ្នែកគ្នាភ្លាមគឺយល់ថាមានរឿងអីកើតឡើងមើលភ្នែកគ្នាដាក់ភ្នែកចុះហើយបន្តញ៉ាំខ្លួនឯងហើយម្នាក់ចាស់ស្ទើរតែទាំងអស់មុខស្លេកទាំងអស់ជាធម្មតាទម្លាប់របស់ពួកគាត់នៅពេលដែលគេនៅរីសតថ្មីពួកគាត់ចូលចិត្តដើរលេងអញ្ចឹងគាត់ចូលចិត្តតេស្តរីសតតេស្តអូតែលចង់ដឹងគ្រឿងបរិក្ខាររបស់គេវារបៀបមិនខ្លះចង់ដឹងកន្លែងសាធារណៈវាមានស្អីគេខ្លះអញ្ចឹងរាល់ព្រឹកឡើងនៅពេលម្នាក់ដើរលេងហើយនេះពួកគាត់តែងតែនិយាយគ្នាឲ្យតែអាហារពេលព្រឹកគឺគាត់សួរគ្នាកន្លែងនេះស្អាតណាស់កន្លែងនោះស្អាតណាស់ម្ហូបគេឆ្ងាញ់ណាក្រែរបស់គេងស្រួលណាទុនណារបៀបអញ្ចឹងតែងតែអួតពីកន្លែងនីមួយដែលគាត់បានទៅចម្លែកព្រឹកមួយហ្នឹងមិនមានអ្នកណានិយាយតាក់ទិនអំពីប្រធានបទមួយនេះទាល់តែសោះសម្រាប់គាត់គឺជាក្មេងម្នាក់នៅក្នុងក្រុមគ្រួសារនៅក្នុងចំណោមអ្នកដើរលេងជាសមាជិកហ្នឹងគាត់សាំទៅហើយដែលគាត់ស្ទើរតែដឹងថាចេះព្រឹកឡើងពួកគាត់នឹងដឹងថានិយាយប្រូលអីហើយប៉ុន្តែទាស់ថ្ងៃនេះពួកគាត់មិននិយាយអ្វីទាល់តែសោះទាំងអូតែលមួយនេះគឺស្អាតខ្លាំងមែនទែនដូចបានបញ្ជាក់អញ្ចឹងអូតែលមួយនេះធ្វើឡើងមានស្រះមានស្ពានមានសួនច្បារបរិបទតាមបែបប្រទេសអង់គ្លេសតែហេតុអ្វីមិនមានអ្នកណាម្នាក់សរសើរអំពីការធ្វើឬក៏ការកសាងឬក៏ការរចនាសូម្បីតែសរសើរថាម្ហូបគេឆ្ងាញ់ក៏មិននិយាយដែរបានត្រឹមតែមុខស្លេកស្លាំងហើយកាយញាត់រៀងខ្លួនមើលមុខគ្នាហើយបន្តញ៉ាំទៀតរហូតដល់ពួកគាត់ញ៉ាំហើយអីអស់ហើយក៏រៀបចំចេញមកប្រទេសកម្ពុជាវិញហើយរឿងរ៉ាវទាំងឡាយបានទម្លាយនៅពេលដែលជន់ទៅដល់ទឹកដីកម្ពុជាហើយអ្នកទី1ដែលទម្លាយរឿងមួយហ្នឹងគឺជាអ្នកមើលក្មេងរបស់មិត្តភក្តិម្ដាយរបស់ម្ចាស់សាច់រឿងហ្នឹងគាត់បានប្រាប់តែអញ្ចឹងយប់ឡើងនៅពេលដែលគាត់គេងគឺគាត់បានយល់សពឃើញថាមានគេចងកសម្រាប់ខ្លួននៅក្នុងបន្ទប់របស់គាត់អញ្ចឹងតើទើបមិនគាត់មានអារម្មណ៍ថាបន្ទប់មួយហ្នឹងគឺក្តៅមាំម៉េះហាក់ដូចជាការឲ្យហេតុពីវិញ្ញាណមួយហ្នឹងប្រាប់ថាគេនៅហ្នឹងតែម្នាក់គិតថាបន្ទប់ហ្នឹងបែរទៅថ្ងៃអញ្ចឹងហើយទើបមិនសិនជាឲ្យវាអត់តិចក្នុងករណីហ្នឹងហើយម្នាក់ចេះតែប៉ុន្តែធៀបពិតទៅអ្វីត្រូវបានលាតត្រដាងនៅក្នុងសុបិនរបស់គាត់គឺពិតជាមានគេចងកសម្រាប់ខ្លួននៅក្នុងបន្ទប់គាត់បកទៅហេតុការណ៍មួយទៀតគឺអ្នកមីងរបស់គាត់និងប្តីគាត់នៅក្នុងមួយយប់ហ្នឹងគឺគាត់ឮសំឡេងក្មេងរត់ពេញនឹងតែម្ដងរត់ផងបលែងគ្នាផងសើចកាកក្អើយហើយនៅពេលដែលពួកគាត់ងើបមកមើលគឺមិនមានអ្នកណាទាល់តែសោះកាន់តែលឺទៅរហូតដល់គាត់បើកទ្វារអឺតមើលយប់ស្មាននេះហើយអ្នកណាបលែងក្មេងឲ្យរត់លេងហ្នឹង
ក៏នៅតែមិនឃើញដែរគាត់ព្យាយាមចេញទៅវេរ៉ង់ដាអឺតមើលឆ្វេងអឺតមើលស្ដាំមិនមានសំឡេងក្មេងទាល់តែសោះរហូតគាត់ដឹងថាសំឡេងដែលរត់នៅក្នុងបន្ទប់នោះគឺជាបន្ទប់របស់គាត់រត់នៅក្នុងនឹងតែម្ដងបកទៅអ៊ំរបស់គាត់វិញម៉ោង12យប់គាត់បានងើបឡើងហើយគាត់សង្ងំគេងវិញក៏គេងអត់លក់ដែរអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាបើគេងអត់លក់អញ្ចឹងគាត់នឹងចេញទៅវេរ៉ង់ដាខាងក្រៅដើម្បីមើលមេឃមើលផ្កាយរំសាយអារម្មណ៍ព្រោះអូតែលហ្នឹងក៏រៀងថ្លៃដែរអញ្ចឹងក្នុងករណីនេះហើយកុំឲ្យខាតលុយយើង enjoy ណា enjoy កំសាន្តអារម្មណ៍ជាមួយបរិយាកាសទៅគាត់បានប្រាប់ថាអញ្ចឹងនៅពេលដែលគាត់កំពុងតែអង្គុយកែវភ្នែករបស់គាត់បានទាញទៅមើលនៅក្នុងទឹកបឹងនៅក្នុងបរិវេណអូតែលហ្នឹងអ្វីដែលគាត់ឃើញគឺទឹកបឹងហ្នឹងចាប់ផ្ដើមឡើងទឹកចាប់ផ្ដើមឡើងហើយបន្ទប់គាត់ឧទាហរណ៍ថានៅជាន់ទី1មិនមែនជាន់ផ្ទាល់ដីណាគឺនៅជាន់ទី1ទឹកនឹងបានចាប់ផ្ដើមឡើងរហូតលិចជាន់ផ្ទាល់ដីមកត្រឹមកម្ពស់វេរ៉ង់ដារបស់គាត់តែម្ដងគាត់ឃើញបែបហ្នឹងគាត់ដឹងថាខ្មោចលងហើយចឹងក្នុងករណីនេះហើយដែលគាត់ដើរទៅសំងំគេងវិញម្ដាយរបស់ម្ចាស់សាច់រឿងវិញអ្វីដែលគាត់ឃើញគឺនៅពេលដែលលើកទី1គាត់បានប្រាប់ថាចាលើកទី1ដែលគាត់ដើរទៅសម្លក់កូនរបស់គាត់នេះថាកុំឲ្យនិយាយទូរស័ព្ទលឺពេកនេះគាត់មិនឃើញអ្វីទាំងអស់តែលើកទី2គាត់បានប្រាប់ថាគាត់ឃើញមានមនុស្សម្នាក់ទៀតកំពុងតែអង្គុយនៅជិតម្ចាស់សាច់រឿងគាត់ឃើញបែបហ្នឹងគាត់ដឹងច្បាស់ណាស់ថាមិនមែនជាមនុស្សនោះឡើយព្រោះបន្ទប់នេះគឺមានតែក្រុមគ្រួសារគាត់ទេចឹងម្នាក់ទៀតនឹងគឺជាខ្មោចនឹងឯងចឹងក្នុងករណីនេះក៏គាត់ក៏លេចភ្នែកឃើញអង្គុយភ្លាមគាត់ត្រឡប់ក្រោយបែរយ៉ាងលឿនជាទីបំផុតហើយម្ដាយរបស់គាត់ងើបឡើងនៅម៉ោងប្រហែលជាមួយយប់គាត់ប្រាប់ថានៅពេលដែលគាត់ងើបឡើងស្រាប់តែគាត់ឃើញគៀកក្រែរបស់គាត់មានមនុស្សស្រីម្នាក់ស្លៀករូបសសក់វែងខ្លាំងមែនទែនអង្គុយមើលគាត់ដើរទៅបន្ទប់ទឹកហើយគាត់គ្រាន់តែឃើញប៉ុណ្ណេះគឺត្រឡប់ក្រោយបែរហើយទ្រាំទល់នោមរហូតដល់ព្រឹកនេះគឺជាសាច់រឿងទាំងមូលរបស់គាត់គួរតែនិយាយថាដោយសារតែបទពិសោធន៍មួយនេះមិនបានកើតឡើងចំពោះគាត់អញ្ចឹងហើយនៅពេលដែលចាស់បាននិយាយទៅកាន់គាត់ណានិយាយជារួមជុំគ្នាទៅវាមានសភាពខ្លីដោយចែកបទពិសោធន៍ហើយចាស់គាត់ក៏មិនចង់និយាយរឿងចឹងច្រើនអត់ព្រោះមានក្មេងៗនៅក្នុងឡានអញ្ចឹងអ្វីដែលខ្ញុំអាចសង្ខេបបានគឺគុំថាតាមម្ដុំប្រទេសកម្ពុជានៅលើពិភពលោកនេះគឺសម្បូរណាស់សម្បូរខ្លាំងមែនតើហើយកន្លែងដែលអាចកើតហេតុច្រើនជាងគេវាសឹងតែការលងដដែលវាសឹងតែកើតហេតុប្រហែលគ្នាគឺសុទ្ធសឹងតែនៅអូតែលទាំងអស់ព្រោះសាកសម័យមើលថានៅក្នុងមួយបន្ទប់មានមនុស្សប្រមាណអ្នកក្នុងការគេងតើមានរឿងអ្វីខ្លះព័ត៌មានប៉ុន្មានដែលបានបិទអញ្ចឹងក្នុងករណីនេះវាមិនចម្លែកនោះទេហើយក៏លើកទឹកចិត្តដែរបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះវាចៃដន្យណាវាចៃដន្យក្នុងករណីដែលថាស្របពេលដែលពួកយើងមានចំនួនហើយខ្ញុំតែនៅតែលើកទឹកចិត្តបងប្អូនទាំងអស់គ្នាមែនតើសូមបំភ្លេចប្រទេសមួយនឹងចោលទៅចាត់ទុកថាប្រទេសមួយនឹងវាមិននៅលើโลกទៅអញ្ចឹងក្នុងករណីនេះហើយដែលបងប្អូនទាំងអស់គ្នាបើសិនជាចង់ដើរលេងមានប្រទេសច្រើនណាស់ក្នុងការដើរលេងមានផលិតផលជាច្រើនរបស់ប្រទេសដទៃដែលល្អជាងនេះតម្លៃអាចប្រែប្រួលបន្តិចបន្តួចឧទាហរណ៍ថាទំនិញដូចគ្នាដែលផលិតនៅក្នុងប្រទេសសៀមតម្លៃ$1តែបើយើងទិញរបស់ប្រទេសផ្សេងអាច$1.5កាក់បើសិនជាខ្ញុំគឺខ្ញុំទិញមូលហេតុអីហេតុអ្វីបានខ្ញុំជួយចំណូលរបស់ប្រទេសគេវាជាជ្រុងម្ខាងនៃការគិតរបស់ខ្ញុំវាជាជ្រុងអាត្មានិយមរបស់ខ្ញុំតែប៉ុណ្ណោះតែបើសិនជាយើងពិចារណាទៅថាអូម្ចាស់អាជីវកម្មផ្សេងគឺជាប្រជាជនខ្មែរទេដែលទិញអីវ៉ាន់របស់គេយកមកចែកចាយក្នុងប្រទេសអញ្ចឹងក្នុងករណីហ្នឹងបើនិយាយជាមួយម្ចាស់អាជីវកម្មមិនស្ដាប់ទេមានតែអ្នកទិញហ្នឹងសហការគ្នាហើយមិនប្រឡូកតែម្ដងមិនប្រឡាក់ដៃជាមួយនឹងទំនិញទាំងអស់ហ្នឹងហើយបដ ாய் ឲ្យគេលក់ទៅឲ្យសល់ស្តុកទៅឲ្យពួកគាត់ដឹងខ្លួនថាឈប់យកអីវ៉ាន់របស់សៀមមកទៀតហើយមានទំនិញមួយចំនួនដែលជាផលិតផលរបស់សៀមតែវាផ្លាកយីហោរបស់ខ្មែរបូករួមជាមួយនឹងការប្រើពាក្យពេចន៍ឬក៏អក្សរនៅលើផលិតផលរបស់គេហ្នឹងសុទ្ធសឹងតែជាខ្មែរប្រហែលជាបងប្អូនយល់ច្រឡំថាអូផលិតផលមួយនេះគឺរបស់ខ្មែរហើយអញ្ចឹងក្នុងករណីនេះខ្ញុំមិនហ៊ានបញ្ចេញថា brand ណាទេតែសូមបងប្អូនមេត្តាប្រយ័ត្នប្រយែងឲ្យបានខ្ពស់អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំមួយទៀតដឹងអីគេបងប្អូនយើងមានចំនួនប៉ុណ្ណេះហើយជំរឿទឹកនៅអាចវាស់វែងបានតែជំរឿចិត្តមនុស្សមិនដឹងថាគេវាស់វែងរបៀបម៉េចទេ
ចឹងក្នុងករណីនេះហើយយើងមិនដឹងថារបរមួយណាដែលនាំចូលផលិតផលរបស់គេនឹងចូលមកដល់ស្រុកយើងនេះគេដាក់អីគេខ្លះវៗគេខឹងយើងតាំងពីរឿងសង្គ្រាមនឹងមកយើងពហិការនៅផលិតផលរបស់គេឆ្លៀតយកឱកាសមួយហ្នឹងវៗគេចាត់ចែងយើងតាមផលិតផលធ្វើឲ្យយើងអាយុខ្លីម្ដងតិចទៅក៏យើងថាមិនបានដែរត្រូវបងប្អូនខ្ញុំមិនមែនបំផុសបំផុលទេសូមបញ្ជាក់អញ្ចឹងក្នុងករណីនេះហើយសង្ឃឹមថាបងប្អូនអាចពិចារណាបានហើយមិនបាច់អះអាងថាយើងទៅមើល label ខាងក្រោយថាគ្រឿងផ្សំមានស្អីគេខ្លះទេត្រឹមតែ barcode ដែលជាច្បាប់អន្តរជាតិប្រទេសណាដែលផលិតផលមួយនឹងចុងក្រោយត្រូវដាក់ barcode នៃប្រទេសមួយនឹងសូម្បីតែ barcode ក៏អាចប្រែប្រួលបានដែរអញ្ចឹងក្នុងករណីនេះហើយដែលខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន